សូមជម្រាបសួរប្រិយមិត្តបម្រើប្រវត្តិសូមស្វាគមន៍មកកាន់អេពីសូតទី33ឬក៏ភាគទី33នៃបម្រើប្រវត្តិហើយលើកនេះគឺយើងបែកគ្នាយូរមែនទែនទើបតែមានពេលអាចធ្វើវីដេអូចែកជូនបងប្អូនស្ដាប់ឡើងវិញបានអញ្ចឹងកុំឲ្យខាតពេលយូរយើងចាប់ផ្ដើមទាំងអស់គ្នាខ្ញុំជឿជាក់ថាប្រជាជនកម្ពុជាយើងគឺធ្លាប់ឮឈ្មោះហើយគឺក្សត្រីអង្គមីវាប្រហែលជាលឺនៅក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជាយើងប៉ុន្តែមិនមានមនុស្សច្រើនទេដែលស្គាល់ថាក្សត្រីអង្គមីនឹងជានរណាហេតុអ្វីបានជាគេតែងតាំងព្រះក្សត្រីអង្គមីនឹងទៅជាព្រះមហាក្សត្រគ្រប់គ្រងប្រទេសកម្ពុជានៅកំឡុងសតវត្សទី19អញ្ចឹងនៅក្នុងអេពីសូតទី33នេះយើងនឹងមកស្រាវចម្ងល់នេះថាតើក្សត្រអង្គមីជានរណាហើយមានព្រឹត្តិការណ៍អ្វីខ្លះកើតឡើងនៅក្នុងរាជការរបស់ក្សត្រអង្គមីខាងប្រទេសវៀតណាមបានតែងតាំងក្សត្រីអង្គមីឡើងទៅជាព្រះមហាក្សត្រគ្រប់គ្រងប្រទេសកម្ពុជាប៉ុន្តែដើម្បីជាការបិទបាំងកុំឲ្យអ្នកផងស្គាល់ពីរាជបំណងរបស់ព្រះចៅយួនលោកបានធ្វើការប្រឹក្សាសួរយោបល់នៃមន្ត្រីខ្មែរដោយបានបញ្ជាក់ថាត្រូវជៀសវាងគំលើកក្សត្រទាំងឡាយណាដែលបានភៀសទៅខាងសៀមមានដូចជាព្រះអង្គអឹមមហាឧបរាជនិងព្រះអង្គឌួងជាដើមនិងត្រូវជៀសវាងគំលើកក្សត្រីអង្គប៉ែនព្រោះមេដាជាអ្នកស្និទ្ធស្នាលនឹងសៀមទៀតហេតុដូចនេះហើយក្សត្រីអង្គមីជាបុត្រីបន្ទាប់នៃព្រះឧទ័យរាជាអង្គច័ន្ទត្រូវបានលើកឡើងសោយរាជ្យក្នុងប្រជជន20វស្សានៅកោះស្លាកែតដោយមានព្រះនាមហៅតាមយួនថាបាគុនចៅប៉ុន្តែបើតាមឯកសារយួនមានព្រះនាមថាងុកវងកងជួរហើយមានព្រះឋានៈត្រឹមតែជាកវងជួរគឺស្មើនឹងចៅហ្វាយខេត្តម្នាក់ប៉ុណ្ណោះចំណែកឯក្សត្រីអង្គពៅត្រូវលើកជាឧបរាជិនីនិងក្សត្រីអង្គស្ងួនត្រូវលើកជាកែវហ្វាចំពោះការជ្រើសរើសក្សត្រីមួយអង្គឲ្យឡើងគ្រងរាជ្យនេះលោក Aldemar Leclerc បានសរសេរថាការជ្រើសរើសតាំងនេះពុំបានធ្វើឲ្យអាណាប្រជារាស្ត្រងឿងឆ្ងល់ពេកទេព្រោះថាបើគេពុំដែលនឹកឃើញថាស្ត្រីម្នាក់អាចត្រូវបានលើកឲ្យឡើងសោយរាជ្យនៅប្រទេសកម្ពុជាក៏គេធ្លាប់បានឃើញជាញយដងថាមានព្រះរាជាខ្លះដោយជួបព្រះតីខ្លាំងនឹងការសាងភ្នោះទ្រង់បានប្រគល់អំណាចទៅឲ្យព្រះអគ្គមហេសីឬព្រះមេដាដែរឯកសារផ្សេងៗបានបញ្ជាក់ឲ្យឃើញថាក្នុងរជ្ជកាលរបស់ព្រះអង្គក្សត្រីអង្គមីពុំមានអំណាចអ្វីធំដុំឡើយហើយយួនបានចាត់វិធានការគ្រប់បែបយ៉ាងដើម្បីឲ្យខ្មែរคล้ายទៅជាយួនជាហេតុបណ្ដាលឲ្យអាណាប្រជានុរាស្ត្របាននៅសេចក្តីទុក្ខវេទនាស្រាកស្រានជាដំបូងប្រទេសខ្មែរត្រូវបានគេផ្លាស់ប្ដូរឲ្យមានឈ្មោះថាត្រឹងតៃថាញ់ហើយត្រូវចែកជា32ភូនិង2វៀងហើយសូមបញ្ជាក់ថាភូគឺស្មើនឹងខេត្តចំណែកឯពាក្យថាវៀងគឺស្មើនឹងស្រុកអញ្ចឹងមានន័យថាខាងយួនបានបែងចែកប្រទេសខ្មែរឲ្យទៅជា32ខេត្តនិង2ស្រុកនៅប្រទេសខ្មែរទាំងមូលមានមេតបម្នាក់និងមន្ត្រីយួនជាច្រើនអ្នកទៀតជាអ្នកមើលការខុសត្រូវក្នុងកិច្ចការរដ្ឋបាលទាំងឡាយនៅកន្លែងណាដែលជាចំណុចយុទ្ធសាស្ត្រនោះមានចាត់ឲ្យមានបន្ថែមនៅមន្ត្រីដែលយួនហៅថាទវៀងភូនិងអានភូដើម្បីការពារបន្ថែមទៀតឈ្មោះខ្មែរទាំងឡាយគិតតាំងពីឈ្មោះមនុស្សរហូតដល់ឈ្មោះក្រុងខេត្តស្រុកភូមិសុទ្ធតែត្រូវផ្លាស់ប្ដូរឲ្យមានសូរសៀងជាយួនទាំងអស់ឧទាហរណ៍ក្សត្រីអង្គមីងុកវឹងកងជួរចៅហ្វាឡុងប្រាឡុងភ្នំពេញដូរទៅជាណាមវ៉ាបន្ទាយពេជ្រទៅជាកពេជ្រលវីអែមទៅជាឡាឡែកឧដុងទៅជាកូណាមសំរងតោងទៅជាឡុងតូនបន្ទាយមាសទៅជាសាយម៉ាតកំពតទៅជាកឹងវត្តបាសាក់ទៅជាបាថាក់ព្រះត្រពាំងទៅជាត្រាវិញពីមបន្ទាយមាសហាទៀនស្រុកឃ្លាំងទៅជាសុកត្រាំងមកសាវតាខ្មែរបានបញ្ជាក់ថាកាលនោះអង្គតាគុណជាអ្នកធំនៅថៃរក្សាស្រុកភ្នំពេញបានធ្វើឲ្យនាមឿនសពមុខមន្ត្រីខ្មែរមានការក្តៅក្រហាយដោយបង្ខំឲ្យស្លៀកពាក់ឲ្យជួតក្បាលនិងឲ្យមានងារស័ក្តិហៅតាមបែបយួនទាំងអស់ម្យ៉ាងទៀតចៅហ្វាយស្រុកនៃខេត្តខ្មែរទាំងអស់សុទ្ធតែមានមន្ត្រីយួននៅអមដើម្បីចាំត្រួតពិនិត្យនិងឃ្លាំមើលសកម្មភាពជាអចិន្ត្រៃយ៍អាណាប្រជានុរាស្ត្រត្រូវបង្ខំឲ្យបងពុនជាទម្ងន់ត្រូវកេណ្ឌចាប់ធ្វើស្រែចម្ការខ្លះបំពេញកិច្ចការសាធារណៈខ្លះដូចជាសង់បន្ទាយលើកផ្លូវពីភ្នំពេញទៅខេត្តត្រាំងបន្ទាយមាសនៅតាមបណ្ដោយផ្លូវនោះតម្រូវឲ្យសង់រោងមានមនុស្សប្រចាំការ3នាក់គ្រប់ដំណាក់ដែលយួនបានហៅថាត្រាំចំណែកឯព្រះពុទ្ធសាសនាក៏ត្រូវរាជការយួនធ្វើទុកបុកម្នេញយ៉ាងខ្លាំងវត្តអារាមត្រូវរុះរើព្រះពុទ្ធរូបត្រូវវាយកំទេចរីឯនៅស្រុកត្រោកស្ដេចមិញម៉ាងបានបង្ខំឲ្យព្រះសង្ឃខ្មែរប្រព្រឹត្តដោយលោកសង្ឃយួនផ្នែកមហាយានគឺត្រូវកោសក់ទុកចិញ្ចើមមិនឆាន់សាច់ស្លៀកខោពាក់អាវផាយកត្រង់ពោះឈាមជ្រូកពេលសក់ធัวត្រូវមានវាយត្រដោកផងគឺនៅក្នុងក្របខ័ណ្ឌប្រឆាំងនឹងការបំបត្តិទំនៀមទម្លាប់ប្រពៃណីខ្មែរនេះហើយដែលលោកចៅហ្វាយស្រុកខេត្តព្រះត្រពាំងនាមចៅហ្វាយគុយសុកចិត្តធ្វើពលិកម្មបូជាជីវិតដើម្បីថែរក្សាកេរមរតកពីដូនតាតទៅទៀតនៅឯកម្ពុជាលើក៏មានមន្ត្រីជាច្រើនបានប្រឆាំងចំពោះការរិះជិះជាន់របស់យួនផងដែរខ្លះក៏ត្រូវចាប់បានហើយបានយកទៅប្រហារជីវិតហើយខ្លះទៀតក៏រត់រួចចូលទៅខាងសៀមព្រឹស្តសករាជ1840ស្ដេចមិញម៉ាងទ្រង់បញ្ជាឲ្យមន្ត្រីជាន់ខ្ពស់ពីរនាក់ទៀតគឺលេវ៉ាន់ឌឹកនិងយុនអ៊ុនឲ្យមកជួបទ្រឿងមិញយ៉ាងក្នុងការគ្រប់គ្រងប្រទេសខ្មែរជាពិសេសក្នុងការត្រួតពិនិត្យពាណិជ្ជកម្ម
ការគំនិតពន្ធដារនិងការវាស់វែងដោយស្រេចនៅឆ្នាំដដែលនោះដើម្បីជៀសវាងនូវការបះបោរដែលអាចកើតមានឡើងគ្រឿងបញ្យ៉ាងប្រើឧបាយបញ្ជាឲ្យមន្ត្រីចំណិតនាំសារទៅថ្វាយព្រះអង្គអឹមមហាឧបរាជដែលព្រះចៅសៀមនាមថាណាំងខ្លៅទ្រង់ប្រោសឲ្យទៅគង់នៅបាត់ដំបងថាសូមយាងព្រះអង្គចូលសោយរាជនៅប្រទេសកម្ពុជាលុះឮដូច្នេះហើយព្រះមហាឧបរាជក៏ជឿតាមទ្រង់បញ្ជាឲ្យមន្ត្រីទូលបង្កាច់ថាព្រះអនុជអង្គឌួងចង់រត់ចូលក្រុងកម្ពុជាដើម្បីឡើងសោយរាជពេលនោះព្រះចៅសៀមទ្រង់បានបញ្ជាឲ្យគេនាំព្រះអង្គឌួងត្រឡប់ចូលក្រុងបឹងកក់វិញចំណែកឯព្រះមហាឧបរាជទ្រង់បានធ្វើដំណើរមកដល់ភ្នំពេញគ្រឿងបញ្យ៉ាងបានបញ្ជាឲ្យនាំបង្ហោះយកទៅដល់ក្រុងវេបន្ទាប់ពីនោះគ្រឿងបញ្យ៉ាងបានបើកកលម្ដងទៀតសូមអញ្ជើញមន្ត្រីជាន់ខ្ពស់របស់ខ្មែរមានដូចជាចៅហ្វាឡុងជាដើមឲ្យទៅក្រុងវេថាដើម្បីពិភាក្សាកិច្ចការរដ្ឋជាមួយនឹងព្រះចៅយួននិងព្រះមហាឧបរាជលុះពួកមន្ត្រីចេញដំណើរទៅអស់ហើយគ្រឿងបញ្យ៉ាងបានបញ្ជាឲ្យគេចាប់សត្វព្រៃទាំង4បញ្ជូនទៅស្រុកក្រោមផងដែរលុះទៅដល់លោកហៅលោកចៅហ្វាយខេត្តនោះឲ្យតែក្សត្រី3អង្គគឺអង្គមីអង្គពៅនិងអង្គស្ងួនបន្តដំណើរទៅដល់ព្រៃនគរចំណែកឯអង្គប៉ែនត្រូវយកទៅប្លង់ទឹកចោលដែលត្រូវចោទថាចង់នាំមេដារត់ទៅស្រុកសៀមអំពើទាំងប្រមាណដែលយួនបានប្រព្រឹត្តនេះពុំបានស្ងាត់ទេអស់នាមមើលសពមុខមន្ត្រីចៅហ្វាយស្រុកខេត្តនិងអស់បណ្ដារាជកើតក្តីក្តៅក្រហាយនឹងយួនមែនទែនព្រោះដឹងថាវាបំរុងនឹងរំលាយស្រុកខ្មែរឲ្យសាបសូន្យម្ល៉េះហើយបានស្រុះចិត្តគ្នាបះឡើងជាកងទ័ពលើកទៅកាប់សម្លាប់យួនអស់ជាច្រើនយួនក៏រត់មកផ្ដុំគ្នានៅភ្នំពេញនាមើលនឹងរាជខ្មែរជំនុំពិភាក្សាគ្នាហើយមូលមតិគ្នាចាត់អុកញ៉ាវិបលរាជឡុងនិងអុកញ៉ាស៊ូគាលោកមុខឲ្យចូលទៅស្រុកសៀមទូព្រះចៅណាំខ្លៅសូមយាងព្រះអង្គឌួងមកគ្រប់គ្រងប្រទេសកម្ពុជាព្រះចៅសៀមក៏ទ្រង់យល់ព្រមតាមសំណើហើយចាត់ពញាបដិនតេជោលើកទ័ពនាំព្រះអង្គឌួងចូលមកស្រុកខ្មែរវិញស្ដេចយួនឃើញស្ថានភាពដូច្នេះទ្រង់ចាត់ឲ្យលើកទ័ពនាំព្រះមហាឧបរាជនិងក្សត្រីខ្មែរមកវិញតែរាជខ្មែរមិនជឿយួនទេយួនក៏នាំព្រះមហាឧបរាជទៅគង់នៅមាត់ជ្រូកសិនអូខេអញ្ចឹងនេះគឺជារឿងរ៉ាវនិងព្រឹត្តិការណ៍ទាំងអស់ដែលកើតឡើងនៅក្នុងរាជការរបស់ក្សត្រីអង្គមីយើងឃើញហើយថាអំណាចយួនគឺពេញទីមែនទែនហើយយួនក៏បានបំផ្លាញវប្បធម៌អរិយធម៌ខ្មែរសឹងតែរលាយទាំងអស់បាត់ទៅហើយអញ្ចឹងទាំងខាងកើតទាំងខាងលិចគឺមិនមាននរណាមានបំណងល្អសម្រាប់ប្រទេសកម្ពុជាយើងទេអេពីសូតទី33របស់យើងក៏ឈានមកដល់ទីបញ្ចប់ផងដែរសូមអរគុណចំពោះអ្នកទាំងអស់គ្នាក្នុងការតាមដានស្ដាប់តាំងពីដើមរហូតដល់ចប់សូមអរគុណសូមជម្រាបលា